ព័ត៌មាននេះគឺ3ក៏ក្រៅណាបងប្អូននៅតាមបណ្ដាប្រទេសជាច្រើនហើយការចាប់ខ្លួនលោកជេនស៊ីដែលជាមេខ្លោងឆោបបអនឡាញនេះគឺជាថ្ងៃនៃបណ្ដាប្រទេសជាច្រើនទន្ទឹងរង់ចាំនិងចង់ឃើញខ្លាំងបំផុតហើយអ្វីដែលសំខាន់នោះគឺសូមអរគុណដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជាយើងដែលបានសហការចាប់ខ្លួនលោកជេនស៊ីនឹងបានឲ្យបកគោលទៅឲ្យប្រទេសចិនចាត់ការតាមផ្លូវច្បាប់អញ្ចឹងហើយក្នុងស្ថានភាពព័ត៌មានមួយនេះសូមប្រជាជនខ្មែរយើងមួយចំនួនតិចទេកុំយកស្ថានភាពព័ត៌មាននេះយកមកធ្វើត្រាម៉ាអាណិតឲ្យសោះកុំឲ្យប្រទេសជាច្រើនគេងាកមកមើលថាអូប្រជាជនយើងក៏ពិតមានសម្លេងគ្រប់គ្រងនឹងមនុស្សអាក្រក់កុំឲ្យគេគិតបែបហ្នឹងឲ្យសោះក្នុងនាមយើងជាខ្មែរបងប្អូនដើម្បីការពារមុខមាត់ប្រទេសយើងហើយយើងចង់បង្ហាញឲ្យពិភពលោកនិងប្រទេសដទៃឃើញថាយើងមិនគ្រប់គ្រងទង្វើបែបហ្នឹងទេបងប្អូននាំគ្នាខមមិនរិះគន់ដៀលទៅអត់មានពាក្យថាអាណិតទេកុំដោយសារតែមនុស្សអាក្រក់ពីរបីនាក់ហ្នឹងកន្លងមកធ្វើឲ្យគេឈ្មោះប្រទេសខ្មែរយើងសឹងតែលាយពាក្យថាមេខ្លោងថបោចតាមអនឡាញនេះបងប្អូនអ្នករងគ្រោះគឺមានច្រើនជនជាតិហ្នឹងហើយអញ្ចឹងហើយទឹកភ្នែកឈឺចាប់នៃគ្រួសារសមាជិកដែលរងគ្រោះអ្នកខ្លះបាត់បង់អាយុជីវិតអ្នកខ្លះនៅជីវិតក៏ធ្លាក់ខ្លួនទៅជាពិការទៅជាឈួតលេងដឹងអីទៅជាបាត់បង់ទ្រព្យសម្បត្តិគឺថាវេទនាការឈឺចាប់រាប់រយលានដែលយើងមិនអាចនិយាយបានហ្នឹងទីបំផុតគឺកម្មពៀមិនបងប្អូនដូចលោកជេនស៊ីនឹងជាគំរូចឹងលុយចាយ3ជាតិទៀតក៏អត់អស់ដែរតែទីបំផុតសួរថាអ្នកឯងអាចយកលុយទឹកភ្នែកលុយបាបនឹងទៅចាយបានស្រួលអត់ស្រួលទេហើយទីបំផុតថានៅពេលដែលជីវិតអ្នកឯងត្រូវប្រហារជីវិតអ្នកឯងអាចយកលុយនឹងទៅទិញជីវិតអ្នកឯងឲ្យរួចពីទោសបានអត់គឺអត់ទេអញ្ចឹងឆ្លុះបញ្ចាំងថាធ្វើជាមនុស្សរស់នៅក្នុងសង្គមមិនថានៅក្នុងប្រទេសណាឬក៏អ្នកឯងធ្វើអីទេសូមអ្នកឯងធ្វើនៅអំពើល្អរស់ស៊ីប្រកបដោយសុចរិតកុំរស់ស៊ីប្រកបនៅទង្វើបាបយកលុយទឹកភ្នែកលុយបាបយកអីមកចាយគឺអ្នកឯងចាយមិនបានសុខឡើយទីបំផុតអ្នកឯងត្រូវទទួលកម្មពៀគឺអត់ចាំជាតិក្រោយឡើយសាងអីគឺបាននឹងហើយបងប្អូននឹងមកនិយាយពាក្យថាឆោបោកតាមអនឡាញអក្រិតកម្មនេះគឺចាប់អត់ចេះអស់ទេសម្រាប់ពួកវានោះដោយសារអីចាប់ពីប្រទេសមួយវារត់ទៅជ្រកប្រទេសមួយហើយសម្បូរបំផុតនៅក្នុងតំបន់អាស៊ីហើយរឿងករណីអក្រិតកម្មឆោបោកនៅលើអនឡាញនេះមិនមែនមាននៅតែប្រទេសកម្ពុជាយើងមួយទេប្រទេសជិតខាងយើងប្រទេសនៅក្នុងតំបន់អាស៊ីគឺមានដូចគ្នាបងប្អូនមិនមែនមាននៅតែលើប្រទេសកម្ពុជាយើងមួយទេ